សួស្តីម្ចាស់តាជីកម្មទាំងអស់ថ្ងៃហ្នឹងខ្ញុំមានសំណួរមួយពីអ៊ំនៅបាត់ដំបងគាត់ខលមកលេងហើយគាត់សួរថាផ្ទះគាត់បើកសំឡេងសัตว์មកលេងច្រើនមែនតើជារៀងរាល់ថ្ងៃហ្មងច្រើនមែនតើប៉ុន្តែល្ងាចឡើងអត់មានសัตว์ដេកអញ្ចឹងផ្ទះគាត់មានបញ្ហាអីបានជាសัตว์មកលេងអត់ដេកអញ្ចឹងចំណុច4 5ចំណុចដែលយើងត្រូវពិនិត្យទី1តកតងនឹងផ្លូវហោះហើរច្រកទី1និងច្រកទី2ដែលយើងត្រូវមើលជាទូទៅផ្ទះតិចកម្មដែលកែពីច្រើនគេកែច្រកទី1ច្រកទី2កាលណាយើងបង្កើតផ្លូវហោះហើរអត់ត្រូវការរៀបប្រព័ន្ធសម្លេងយើងក៏អត់ត្រូវដែរច្រកទី1និងច្រកទី2យើងបើកខុសទិសពលឺខុសសัตว์វាអត់ចូលទេបត់អត់បានមានថាយើងបើកអត់ត្រូវអេឡង់ដែលវាបត់អញ្ចឹងសัตว์វាកើនយឺតឬក៏វាមកលេងវាហ៊ានចូលក្នុងអញ្ចឹងចំណុចទី1ដែលសំខាន់គឺច្រកទី1និងច្រកទី2ហ្នឹងបងប្អូនត្រូវមើលឲ្យត្រូវទិសត្រូវអេឡង់វាបើកាលណាខុសអេឡង់តែយើងមានសัตว์ប៉ុន្តែវាអត់លឿនវាកើនយឺតទី1ចំណុចទី2ផ្លូវហោះហើរក្នុងផ្ទះដោយសារបើយើងបង្កើតផ្លូវហោះហើរក្នុងផ្ទះអត់ត្រូវគឺលំហូរខ្យល់និងពន្លឺក៏វាអត់ត្រូវដែរការចាប់ប្រព័ន្ធសម្លេងនាំផ្លូវក៏អត់ត្រូវដែរអញ្ចឹងធ្វើឲ្យសัตว์ដែលវាចូលក្នុងផ្ទះវាអត់ហ៊ានចូលវាចូលដល់តំផុងទី1វាចេញវិញចូលតំផុងទី1វាចេញវិញអញ្ចឹងវាអត់មានលទ្ធភាពនឹងចូលទៅនៅមើលផ្ទះយើងទេវាអាចចូលក្នុងផ្ទះយើងដើម្បីតោងឈើបានទេសัตว์កាលណាដែលវាឡើងផ្ទះយើងចូលក្នុងផ្ទះយើងវាតោងឈើហើយអាចមានសង្ឃឹមនៅមានគូគឺវានៅហើយចំណុចទី3ដែលសំខាន់គឺការរៀបចំប្រព័ន្ធសម្លេងកូននិងសម្លេងនាំផ្លូវប្រព័ន្ធសម្លេងកូននិងប្រព័ន្ធសម្លេងនាំផ្លូវសំខាន់បងប្អូនបើសិនជាឧទាហរណ៍នៅពេលដែលយើងរៀបប្រព័ន្ធសម្លេងកូនត្រូវប៉ុន្តែកម្រិតសម្លេងអត់ត្រូវអញ្ចឹងធ្វើឲ្យសัตว์ហ្នឹងវាអត់ទៅនៅដែរដោយសារកម្រិតសម្លេងយើងដាក់ដល់កម្រិតវាអញ្ចឹងតកតងនឹងកម្រិតដល់មិនដល់ដែលយើងតាមដានជាក់ស្ដែងយើងទី1យើងសាកសិនយើងមូលល្មមសិនលឺល្មមបើក្នុងខែហ្នឹងយើងមូលប៉ុណ្ណឹងសัตว์អត់ដេកយើងអាចតម្លើងទៅទៀតបើយើងតាមដានវាតើកម្រិតសម្លេងប៉ុណ្ណាវាត្រូវជាមួយនឹងសัตว์នៅក្នុងតំបន់ហ្នឹងអញ្ចឹងណាប្រព័ន្ធសម្លេងទី3ទី4តកតងនឹងក្តារសម្បុកសំខាន់បងប្អូនបើសិនជាក្តារសម្បុកយើងមានផ្សិតច្រើនអញ្ចឹងសัตว์អត់ធ្វើសម្បុកទេវាក៏អត់ទៅនៅដែរមានក្លិនអញ្ចឹងបញ្ហាទាំងអស់ហ្នឹងបងប្អូនអាចតាមដានទី1តកតងនឹងច្រកទី1ទី2បន្ទាប់មកគឺប្រព័ន្ធផ្លូវហោះហើរខាងក្នុងយើងត្រូវសេរីយ៉ាងម៉េចយើងត្រូវបើកទិសយ៉ាងម៉េចដើម្បីសัตว์វាចូលទៅវាចេញស្រួលវាចូលស្រួលវាចេញស្រួលវាអាចពួនបានទី3ប្រព័ន្ធសម្លេងកូនប្រព័ន្ធសម្លេងនាំផ្លូវយើងត្រូវរៀបចំឲ្យត្រឹមត្រូវទី4គឺក្តារសម្បុកយើងហ្នឹងសំខាន់គឺក្តារសម្បុកហ្នឹងគឺបើកាលណាក្តារយើងដុះផ្សិតហើយសัตว์អត់ធ្វើនៅទេអញ្ចឹងបងប្អូនបើសិនជាជួបបញ្ហាហ្នឹងបងប្អូនអាចតាមដានម្ដងដល់បើវាចូលមកដល់ទៅច្រកទី1អត់ចូលទៅក្នុងអញ្ចឹងបញ្ហាច្រកទី2របស់យើងទៅរហូតទៅក្នុងបើវាចូលទៅក្នុងហើយប៉ុន្តែវាដេកគឺបញ្ហាឈើឬក៏បញ្ហាសម្លេងកូនរបស់យើងអត់តន់ត្រូវកម្រិតសម្លេងអត់តន់ត្រូវអញ្ចឹងបងប្អូនដែលមានបញ្ហាយើងអាចឆែកមកតង់ទៅតាមជាក់ស្ដែងទៅតាមជាក់ស្ដែងតាមស្ថានភាពផ្ទះយើងជាក់ស្ដែងអញ្ចឹងបងប្អូនអាចតាមសង្កេតដូចខ្ញុំប្រាប់អញ្ចឹងណាបើកាលណាវាមកលេងវាអត់ដេកអញ្ចឹងវាបញ្ហាច្រកខាងក្នុងយើងមានបញ្ហាអញ្ចឹងបងប្អូនអាចយកទៅមើលសង្កេតមើលផ្ទះខ្លួនយើងដើម្បីឲ្យផ្ទះយើងមានកំណើននឹងទៅសង្កេតអញ្ចឹងណាអរគុណ